លោកឯករទូតរបស់ចិននៅក្នុងប្រទេសកម្ពុជាគឺលោកបានវិនបានសរសេរសារបង្ហោះតាមបណ្ដាញសង្គម Facebook របស់លោកតែម្ដងដោយបញ្ជាក់ថាប្រទេសចិនគ្រប់គ្រងកម្ពុជាយ៉ាងមុតមាំក្នុងការការពារអធិបតេយ្យភាពជាតិសន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍហើយនឹងតែងតែជាដៃគូដែលអាចទុកចិត្តបាននៅក្នុងការអភិវឌ្ឍរបស់កម្ពុជាបាទពេលនេះគឺសារព័ត៌មាននៅក្នុងប្រទេសថៃក៏យកទៅផ្សាយផងដែរបាទនេះគឺកាសែតកៅសូតបានផ្សាយតាមអ្វីដែលលោកឯករទូតបានបញ្ជាក់ហើយថែមទាំងបានបញ្ជាក់ថាមានបដកម្មខឹងសម្បាជាច្រើនពីមហាជនរបស់ថៃពាក់ព័ន្ធជាមួយនឹងជំហររបស់ប្រទេសចិននេះហើយកសែតនេះថែមទាំងបានបញ្ជាក់ថានៅឯប្រទេសថៃវិញគឺលោកឯករដ្ឋទូតរបស់ចិនប្រចាំនៅប្រទេសថៃបានបញ្ជាក់អំពីជំហរបាទនៃការដែលរក្សាប្រជាក្រិតភាពបាទចាប់ដោះស្រាយបញ្ហាដោយសន្តិវិធីទីការយោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំវិញដែរបាទសង្កេតរបស់ខ្ញុំទេឃើញពេលនៅពេលដែលមានសាររដ្ឋអាមេរិកចូលអញ្ចឹងបាទចឹងក៏បានបង្ហាញជំហរដែរនេះឯងជាការតំណាក់តំណងរដ្ឋនឹងរដ្ឋគោលនយោបាយការបរទេសគឺបណ្ដាប្រទេសធំៗគាត់ចង់មានទូនាទីនៅក្នុងនោះដែរឃើញទេលោកប្រធានាធិបតីដូណាល់ត្រាំលោកបញ្ជាក់ថាពេលដែលចុះអធិការអត់ឲ្យមានចិនចូលទេគាត់ចង់យក credit តែម្នាក់តែអាចចិនគាត់ព្រមទេអាចនឹងធ្វើដោយគ្មានចិនចាំបានទេឬក៏ត្រូវនិយាយយ៉ាងម៉េចបានអញ្ចឹងដូច្នេះនេះឯងជាបញ្ហាដែរពេលដំណងរដ្ឋមួយទៅប្រជុំមកទៅខ្លាំងយ៉ាងម៉េចឲ្យបានកុំឲ្យមានការកន្លក់យ៉ាងម៉េចនេះគឺពិបាកណាស់អញ្ចឹងខ្ញុំអត់ដឹងថាតើកម្ពុជាសប្បាយឬមិនសប្បាយតោងជាមួយនឹងលោកតាមលោកចង់ឲ្យមានតែអាមេរិកចូលក្នុងបន្ទប់ចុះលេខាដោយគ្មានវត្តមានចិនហ្នឹងប៉ុន្តែឆ្លងតាមរយៈលេខាសាររបស់លោកឯករដ្ឋទូតរបស់ចិននេះគឺខ្ញុំគិតថាត្រូវមានការចាស់ច្រើនទៀតបើមិនអញ្ចឹងទេខ្ញុំនិយាយណាបាទខ្ញុំនិយាយបើមិនអញ្ចឹងទេចឹងគាត់ថាធ្វើវិធីចោះលេខាមួយទៀតមានតែចិនវិញម្ដងអត់មានអាមេរិកវិញអាចចូលសេណារីយ៉ូហ្នឹង